ចម្ងល់របស់ប្រជាពលរដ្ឋមួយចំនួនដែលបារម្ភថាចោះបើលោកអាន់វ៉ាអ៊ីប្រាហ៊ីមនាយករដ្ឋមន្ត្រីម៉ាឡេស៊ីនិងជាប្រធានអាស៊ានជួយមិនបានចោះបើអាស៊ានដោះស្រាយមិនចេញតើយើងនឹងទៅជាយ៉ាងណាឆ្លើយនឹងសំណួរខាងលើនេះអតីតអ្នកសារព័ត៌មានជើងចាស់អ្នកស្រីមីសុនសធីរីពន្យល់លើបណ្ដាញសង្គមរបស់អ្នកស្រីនៅព្រឹកថ្ងៃច័ន្ទសប្តាហ៍នេះថាចេញពីអាស៊ានទៅកម្ពុជានៅសល់ផ្លូវដែលធំជាងនេះសម្រាប់ដើរទៀតសូមពន្យល់ត្រង់នេះបន្តិចថាយន្តការអាស៊ានគឺសម្របសម្រួល Medicine ប៉ុន្តែបើសិនជាការសម្របសម្រួលបរាជ័យយើងនឹងឈានចូលទៅដល់យន្តការធំបំផុតគឺ UNSC ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិអ្នកស្រីលើកឡើងថានៅ UNSC គេអត់ប្រើមនោសញ្ចេតនាឬការយោគយល់អីទេគេប្រើច្បាប់គេមិនស្ដាប់ពាក្យបំភ្លៃទេគេមើលតែឯកសារមួយយើងមានប្លង់រឹងគឺផែនទីឆ្នាំ1904ដល់ឆ្នាំ1907ដែលបន្សល់ទុកពីបារាំងនិងមានការទទួលស្គាល់ដោយអន្តរជាតិនេះជាប្លង់កម្មសិទ្ធិដែលមិនអាចប្រកែកបាន2យើងមានសាលដីកានៅ ICJ ឆ្នាំ1962គឺជាភស្តុតាងផ្លូវច្បាប់ដ៏រឹងមាំបំផុតសម្រាប់ការពារបូរណភាពទឹកដីរបស់យើងឯកសារទាំងពីរនេះជាកំណត់ត្រាថាអ្នកណាជាចៅអ្នកណាជាម្ចាស់ផ្ទះបើគ្មានផែនទីនិងសាលដីកាទេការបាញ់គ្នាអាចចាត់ទុកថាត្រឹមជាចំនួនព្រំដែនដែលពិភពលោកអាចធ្វើមិនដឹងមិនឮ3មហាអំណាចសហរដ្ឋអាមេរិកនិងបារាំងដែលជាម្ចាស់ឯកសារដើមគឺជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខ UNSC ហើយពួកគេនៅទីនោះនិយាយអំពីច្បាប់បើយោងតាមធម្មនុញ្ញអង្គការសហប្រជាជាតិមាត្រា51ប្រទេសមួយមានសិទ្ធិប្រើកម្លាំងយោធាដើម្បីការពារខ្លួនលុះត្រាតែជននោះជាជនរងគ្រោះឯកសារទាំងនេះហើយជាភស្តុតាងប្រាប់ពិភពលោកថាយើងកំពុងការពារដីខ្លួនឯងមិនមែនយើងទៅវាយដីគេទេនេះធ្វើឲ្យយើងទទួលបានការគាំទ្រអ្នកស្រីបានគូបញ្ជាក់យ៉ាងដូចនេះថាខ្ញុំមិនមែនជាអ្នកច្បាប់ហើយក៏មិនមែនជាអ្នកការទូតដែរតែក្នុងនាមជាពលរដ្ឋម្នាក់គោលដៅរបស់ខ្ញុំគឺចង់ជួយសម្រាលសម្ពាធបន្តដំណើរសេដ្ឋកិច្ចនិងសង្គមព្រោះនេះជាជំរើសចាំបាច់បំផុតអ្វីដែលយើងកំពុងជួបប្រទះមិនមែនជារឿងលេងបៀអាប៉ោងឬជាកូនអុកលើក្តារដែលចាញ់ឈ្នះដោយការភ្នាល់ទេខ្ញុំអត់ចេះលេងល្បែងទាំងនោះផងប៉ុន្តែពិចារណាគឺសំខាន់ត្រង់ថានៅពេលដែលជាតិរងវិបត្តិឧក្រិដ្ឋកម្មសង្គ្រាមដោយគេកំពុងធ្វើដាក់យើងនេះតើយើងមានច្បាប់អ្វីនៅក្នុងដៃដើម្បីកុំឲ្យអ្នករងគ្រោះคล้ายទៅជាអ្នកនាំរឿងដូច្នេះចំពោះការវាយសម្រុកបំភ្លៃព័ត៌មាននិងធ្វើទុកបុកម្នេញលើពលរដ្ឋស្លូតត្រង់វាហួសពីអ្វីដែលយើងអាចដោះស្រាយត្រឹមការនិយាយគ្នាហើយបើតាមអ្នកស្រីមីសុនសធីរីដល់ពេលនោះច្បាប់នឹងធ្វើការរបស់ច្បាប់អត់ធ្មត់ឡើងមានគ្នាយើងជាច្រើនចង់ឲ្យដាក់មួយសំណុំឬពីរសំណុំឲ្យសមចិត្តខឹងអ្នកស្រីដូចគ្នាតែយើងប្រើកតេការដាក់វិញនោះកំពុងទាញយើងឲ្យចូលក្នុងល្បែងមួយដែលមានឈ្មោះថាវាយទៅវាយមកខុសទាំងពីរសារព័ត៌មានការពិតញូព័ត៌មានពិតក្នុងដៃអ្នក